បច្ចុប្បន្នភាពពីរំជួយព្រះធរណីនៅឯប្រទេសជប៉ុនកាលពីថ្ងៃនេះផ្សាយចំនួន3ម៉ោងមុនឥឡូវ2ម៉ោងមុននេះមានព័ត៌មានបន្ថែមថារំជួយព្រះធរណីនេះមានកម្លាំងរំជួយ7កណ្ដកសញ្ញា1នៃ Richter Scale ដែលបានធ្វើឲ្យផ្ទះសម្បែងខូចខាតជាច្រើនភ្លើងអគ្គិសនីដាច់អស់ហើយផ្លូវថ្នល់បាក់បែកផុសប្រេះឡើងនិងមានការផ្ទុះនៅ shopping mall មួយដែលឆេះអស់ហើយរលំមួយភាគធំសង្កត់មនុស្សនៅក្នុងហ្នឹងមិនដឹងចំនួនប៉ុន្មានអ្នកទេហើយអាចមានមនុស្សស្លាប់នៅក្នុង shopping mall នោះផងដែរអាជ្ញាធរជប៉ុនកំពុងតែធ្វើការសង្គ្រោះជាបន្ទាន់ហើយដោយសារតែវាទើបនឹងកើតឡើងគេពុំទាន់ដឹងវិសាលភាពនៃការផ្ទុះ shopping mall នោះហើយនឹងការខូចខាតប៉ុណ្ណាទេ shopping mall នោះនៅក្នុងក្រុង Kashima ឈ្មោះហៅថា Aeon Mall ដូចនៅប្រទេសកម្ពុជាដែរមនុស្សប្រមាណជា30,000 នាក់រស់នៅក្នុងតំបន់នោះត្រូវបានជម្លៀសហើយគេពុំទាន់ដឹងការរបួសស្នាមនិងបាត់បង់ជីវិតនៅឡើយទេ